ចាសូមជម្រាបសួរលោកគ្រូនិងបងមករួមគ្នាទាំងអស់ខ្ញុំឈ្មោះលក្ខណៈថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនតើដែលបានមកចែករំលែកនៅ3គោលដៅដែលខ្ញុំចង់សម្រេចនៅក្នុងឆ្នាំ2025តើបងទាំងអស់គ្នាមានគោលដៅដែលចង់សម្រេចហើយនៅក្នុងឆ្នាំ2025នេះចាសម្រាប់ខ្ញុំនៅពេលដែលខ្ញុំមករៀននៅសាលា Go Talk នេះធ្វើឲ្យខ្ញុំមាន3គោលដៅដែលខ្ញុំចង់សម្រេចនៅក្នុងឆ្នាំ2025គោលដៅទី1គឺខ្ញុំមានគោលដៅចង់មករៀនក្មេងៗដែលគាត់មានបញ្ហាក្នុងការទំនាក់ទំនងខ្សោយក្នុងការនិយាយឬក៏គាត់អត់ហ៊ាននិយាយទៅកាន់អ្នកដទៃគោលដៅទី2ខ្ញុំនឹងរៀបចំនៅឯកសាររបស់ខ្ញុំចាស់ៗឡើងវិញដើម្បីងាយស្រួលក្នុងការបង្រៀនទៅដល់បុគ្គលិកដែលគាត់ទៅចូលថ្មីគោលដៅទី3ខ្ញុំនឹងយកអ្វីដែលខ្ញុំបានរៀននៅទីនេះយកទៅរៀនធ្វើបទបង្ហាញជូនទៅដល់អតិថិជនរបស់ខ្ញុំឲ្យគាត់កាន់តែមានទំនុកចិត្តមកលើខ្ញុំ